ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយគឺបង្ហាញពីមួយថ្ងៃដែលពួកខ្ញុំនៅផ្ទះហើយរៀបចំកម្មវិធីខួបកំណើតឲ្យកូនខ្ញុំណាហ្នឹងហើយចាំមើលបងប្អូនជួយទៅមើលវីដេអូខ្ញុំតើខ្ញុំរៀបចំមិនខ្លះដោយសារតែក្រោកតាំងពីព្រឹកមកបងប្អូនកូនខ្ញុំនៅវីដេអូរឿងណាធ្វើនេះធ្វើនោះអីថាអត់ឃើញធ្វើកម្មវិធី birthday អីឲ្យវាថ្ងៃហ្នឹងតា birthday គេហ្នឹងអត់ធ្វើអីទៀតឡើងជិតដល់ថ្ងៃត្រង់អត់តាន់ធ្វើអីគេទៀតចឹងតែខ្ញុំហ្នឹងក៏ដាក់ការងារផ្សេងចោលមកធ្វើឲ្យកូនសិនហ្នឹងហើយបងប្អូនគឺខ្ញុំរៀបចំមានballoonមានអីខ្លះចឹងណាដោយសារកូនខ្ញុំគាត់ចូលចិត្តចាគាត់ចូលចិត្តណាឲ្យតែមានពើប៉ោងច្រើនចឹងណាហ្នឹងហើយអញ្ចឹងគឺខ្ញុំរៀបចំខ្លួនឯងទេបងប្អូនហើយរៀបចំក៏អត់មានធំដុំអីដែរយើងលក្ខណៈតិចតួចដែរទេបងប្អូនហ្នឹងហើយយើងធ្វើលក្ខណៈគ្រួសារដែរណាអត់មានហៅភ្ញៀវហៅអីមកពីណាទេសិតតែបងប្អូនឯងទេប្រហែលជា10នាក់ជាងហ្នឹងឯងបងប្អូនហ្នឹងហើយអញ្ចឹងអង្គុយសប់ balloon ពីអ្នកកូនហ្នឹងឯងបងប្អូនចាពួកគេចូលចិត្តណាគេថាមានតែសប់ balloon ហ្នឹងឯងគេសប្បាយចិត្តអញ្ចឹងទៅសប់ balloon រៀបចំអីអញ្ចឹងណាបងប្អូនហ្នឹងហើយរៀបចំខ្លួនឯងទេហើយក៏អត់មានអីច្រើនធំដុំដែរមានតែប៉ុណ្្នឹងឯងបងប្អូននេះស្រេចបាច់ហើយបងប្អូនតែប៉ុណ្្នឹងទេចាលក្ខណៈគ្រួសារហើយធ្វើមិនយូរទេតែមកបន្តិចហ្នឹងរើចេញមកវិញអស់ហើយបងប្អូនឲ្យតែកូនបានសុបាយចិត្តបងប្អូនហ្នឹងហើយប៉ុណ្្នឹង2ម៉ោងទេណាបងប្អូនរៀបចំរបានហើយប៉ុណ្្នឹងហើយចំណែកអាហារសម្រាប់ទទួលបងប្អូនគាត់មកចូលរួមកម្មវិធីកូ birthday កូនខ្ញុំហ្នឹងមានម៉ូបអីទេបងប្អូនអត់មានធ្វើទេទិញស្រាប់ទិញភីហ្សាទិញ fry chicken ទិញអីទៅអញ្ចឹងណាហើយ cake នេះខ្ញុំកំងពីម្សិលមិញមកបងប្អូនហ្នឹងហើយអញ្ចឹងតើបងប្អូនមកជុំគ្នាអស់ហើយអញ្ចឹងយើងអាចរៀបចំកម្មវិធីផ្លុំទៀនបានហ្នឹងហើយផ្លុំ cake បានហើយអញ្ចឹងមកជុំគ្នានិយាយទៅតែជាង10នាក់ទេមកក្រុមគ្រួសារហ្នឹងមកខ្សែស្រឡាយខ្ញុំហ្នឹងគឺមានតែជាង10នាក់ទេហ្នឹងហើយបងប្អូនហើយមិននិយាយក្មេងៗវិញមានតែ4នាក់ហ្នឹងឯងល្មិចល្មក់ហ្នឹងហើយអញ្ចឹងទៅគឺពួកខ្ញុំជុំគ្នាហើយចាប់ផ្ដើមដុតទៀននឹងច្រៀង Happy Birthday កូនអញ្ចឹងណាហ្នឹងហើយហើយមើលបងប្អូនមើលកូនខ្ញុំណាចាអៀនទេដល់ទៅពេលគេច្រៀងឲ្យអញ្ចឹងអៀនហើយអត់តបានធ្វើឲ្យនិយាយពីអង្គុយល្អដល់ពេលធ្វើហើយឲ្យដល់ពេលម៉ោងផ្លុំទៀនហើយនឹងធ្វើឯងអៀនហ្នឹងបងប្អូនហ្នឹងឯងកូនកំឡោះតែមួយគត់របស់ខ្ញុំផងនេះផ្លុំទៀននេះរំភើបពេកផ្លុំទៀនអត់អត់ដិតអស់គាត់ចូល6ឆ្នាំហើយថ្ងៃហ្នឹងបងប្អូនហ្នឹងហើយដោយសារផ្លុំទៀនប៉ុណ្ណឹងដល់ពេលថតទៅសេបគិតថាមកគ្នាជាង10នាក់ថតឃើញតែ4-5នាក់ហ្នឹងហើយតែពេលអញ្ចឹងទៅកូននឹងក៏ផ្លុំទៀនអត់តាន់អស់ចិត្តដែរផ្លុំទៀនខេកហ្នឹងណាហ្នឹងហើយអញ្ចឹងទៅពួកខ្ញុំនាំគ្នារៀបចំជុំគ្នាម្ដងទៀតដើម្បីច្រៀង Happy Birthday ហ្នឹងហើយមកផ្លុំពីសាយើងតែមកអត់ចេះយើងទៅទៀតឡាចឹងដាក់ផ្លុំទៀតចិត្តដាក់ចិត្តចិត្តមិនបាច់ប្រាំងឯងកូនប្រាំងមួយចិត្តណាមួយមកទៅគេកុំលោបន្ទាប់ពីច្រៀង
happy birthday លើកទី2ហើយគឺអាចកាត់នំបានហើយបងប្អូននេះកាត់នំចែកគ្នាញ៉ាំហើយបងប្អូនចានិយាយពី cake បន្តិចបងប្អូនហ្នឹងហើយ cake នៅ store ដែលខ្ញុំបានទៅទិញហ្នឹងណា cake គេឆ្ងាញ់ណាស់បងប្អូនចាហើយអត់ផ្អែមទេមានផ្លែឈើខាងក្នុងហើយខាងលើទៀតហ្នឹងហើយគ្រាន់តែវារៀងថ្លៃបន្តិចហើយដល់វគ្គថាបើចាប់ផ្លុំ cake ហើយហ្នឹងអ្នកដែលអត់ទាន់បានញ៉ាំអីណាហ្នឹងហើយចឹងនាំគ្នាជុំគ្នាញ៉ាំអីសិនទៅយើងទៅចែកគ្នាពីនេះពីនោះអីចឹងណាហ្នឹងហើយក្មេងដល់ក្មេងទៅចាស់ដល់ចាស់ទៅហើយចប់អស់ទៅញ៉ាំអស់ទៅចែកជើងគ្នាអស់ចាបងប្អូននេះដល់ចុងក្រោយហើយគឺថាត្រូវតែឲ្យក្មេងៗហ្នឹងមកចុចបំបែកអាពឹតប៉ោងហ្នឹងអញ្ចឹងទៅបានគេសុខចិត្តចូលចិត្តជាងគេគឺអាពេលផ្លុំពឹតប៉ោងហើយនឹងអាបំបែកពឹតប៉ោងហ្នឹងហើយរបស់ក្មេងៗបងប្អូនតែប៉ុណ្្នឹងឯង